អរុនសួស្តីបងប្អូនទាំងអស់គ្នាបាទសូមអបអរសាទរក្រុមជំនឿជាតិបាល់ទះកម្ពុជាដែលបានឈ្នះជើងឯកនៅក្នុងពានរង្វាន់ Civic នៅប្រទេសហ្វីលីពីនដោយបានបំបាក់អធិរាជបាល់ទះនៅតំបន់អាស៊ានគឺឥណ្ឌូនេស៊ីកាលពីថ្ងៃម្សិលមិញហើយក៏សូមអបអរសាទរចំពោះក្រុមបាល់ទះជំនឿជាតិអេស្ប៉ាញដែលបានលើកពាន World Cup នៅទឹកដីអាមេរិកដោយបានបំបាក់អាសង់ទីនរៀងចម្លែកព្រឹកនេះខ្ញុំសូមនាំបងប្អូនមកកាន់មកកាន់សមុទ្រមកលេងសមុទ្រនៅសៀមរាបអ្នកសៀមរាបហៅទីនេះថាសមុទ្រសៀមរាបទីនេះគឺបារាយណ៍ទឹកថ្លាដែលមានទីតាំងស្ថិតនៅខាងលិចទីក្រុងអង្គរធំបារាយណ៍ទឹកថ្លានេះគឺជាបារាយណ៍ដែលត្រូវបានជីកដោយមនុស្សតាំងពីសម័យមហានគរនៅក្នុងសតវត្សទី11ឥឡូវសតវត្សទី21អញ្ចឹងបារាយណ៍នេះមានអាយុកាល1000ឆ្នាំហើយតែអ្វីដែលខ្ញុំចង់បង្ហាញបងប្អូននៅទីនេះគឺបង្វែរពីការទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តគឺមកទស្សនាថ្ងៃរះដ៏ស្រស់ស្អាតនៅបារាយណ៍ខាងលិចនេះនៅរដូវកាលនេះគឺថ្ងៃរះនៅទិសខាងជើងអញ្ចឹងជាការអំណោយផលបំផុតក្នុងការមើលឃើញថ្ងៃរះលេចធ្លោចេញពីព្រៃគឺស្រស់ស្អាតមែនទែនអញ្ចឹងខ្ញុំចង់បង្ហាញអំពីជម្រើសនៃការទស្សនាថ្ងៃរះមួយចំពោះបងប្អូនដែលមានគម្រោងមកមើលថ្ងៃរះបងប្អូនអាចមកបារាយណ៍ខាងលិចហ្នឹងក៏អាចទស្សនាថ្ងៃរះដ៏ស្រស់ស្អាតបានដែរដោយបងប្អូនឃើញអញ្ចឹងគឺធ្លោស្អាតមូលក្រឡង់ងើបចេញពីព្រៃអូស្រស់ស្អាតមែនទែនខ្ញុំមើលនឹងភ្នែកស្អាតជាងកាមេរ៉ាទៀតកាមេរ៉ាទូរស័ព្ទហ្នឹងវាបានកម្រិតប៉ុណ្ណឹងចាំមានលុយទិញកាមេរ៉ាធំមកថតឲ្យស្អាតឲ្យបងប្អូនមើលប៉ុន្តែស្រស់ស្អាតមែនទែនបាទត្រឡប់មកកាន់ទន្ទឹមនឹងបងប្អូនទស្សនាថ្ងៃរះដ៏ស្រស់ស្អាតហ្នឹងគឺខ្ញុំចង់និយាយមួយម៉ាត់ទៀតទាក់ទងនឹងបារាយណ៍ខាងលិចនេះបារាយណ៍ខាងលិចនេះគឺជាបារាយណ៍ដែលធំជាងគេត្រូវបានជីកដោយមនុស្សមិនធំត្រឹមស្រុកខ្មែរទេបារាយណ៍នេះគឺធំជាងគេនៅលើផែនដីបើធៀបទៅនឹងអាងតម្កល់ទឹកដែលជីកដោយមនុស្សបារាយណ៍នេះមានបណ្ដោយរហូតដល់8គីឡូហើយមានទទឹងរហូតដល់ 2.2 គីឡូម៉ែត្រគឺធំណាស់មិនដឹងជាមនុស្សកាលពីសតវត្សទី11ហ្នឹងចំណាយមនុស្សប៉ុន្មានសិបនាក់ទេដើម្បីជីកបារាយណ៍ដ៏ធំនឹងបានហើយលើសពីហ្នឹងគឺបារាយណ៍នេះនៅតែត្រូវបានប្រើប្រាស់រហូតដល់សប្តាហ៍នេះបារាយណ៍នេះគឺជាមណ្ឌលស្តុបទឹកដ៏សំខាន់ក្នុងការស្រោចស្រពស្រែប្រាំងភាគច្រើនស្រែប្រាំងនៅខាងត្បូងហើយនឹងទិសពាយ័ព្យនៃខេត្តសៀមរាបតំបន់ស្រុកពួកចុះទៅកាន់ក្នុងក្រោមគឺយកទឹកពីបារាយណ៍នឹងឯងនៅរដូវប្រាំងសម្រាប់ការធ្វើស្រែប្រាំងរបស់ប្រជាកសិករយើងហើយនេះគឺជាគេដែលកូនចៅជំនាន់នេះបានសោយបន្សល់ទុកពីដូនតារបស់ខ្លួនដែលបានសាងសង់តាំងពីសម័យបុរាណសូមបងប្អូនរីករាយទស្សនាថ្ងៃរះដ៏ស្រស់ស្អាតនៅទីនេះជាមួយខ្ញុំបានហើយវីដេអូនេះមានប៉ុណ្ណឹងចង់ឲ្យបងប្អូនទស្សនាថ្ងៃរះនៅបារាយណ៍ខាងលិចជា
តាំងមើលថ្ងៃរះដ៏ស្រស់ស្អាតបាទចម្លែកភ្នែកដែរព្រោះធម្មតាមើលថ្ងៃរះនៅអង្គរវត្តថ្ងៃនេះមកមើលនៅបារាយណ៍ហើយបងប្អូនយើងហៅថាសមុទ្រសៀមរាបមកមើលនៅសមុទ្រកុំថាសៀមរាបអត់សមុទ្របាទខ្ញុំមានប៉ុណ្ណឹងអរគុណជួបគ្នានៅវីដេអូក្រោយ